បរោះនោះបានលីថ្នាំពុលចូលក្នុងសារ៉ាំងដោយចិត្តណាបន្ទាប់មកដោយយកលេខថាព្យាបាលជំងឺគាត់ក៏បានចាក់បញ្ចូលទៅក្នុងខ្លួនប្រពន្ធរបស់ខ្លួនមិនយូរប៉ុន្មានឥទ្ធិពលថ្នាំក៏ចាប់ផ្ដើមចេញរោគសញ្ញារូបកាយរបស់នារីនោះក៏ចាប់ផ្ដើមប្រកាច់ជាបន្តបន្ទាប់នាងសម្លឹងមើលទៅប្តីរបស់នាងទាំងទឹកមុខមិនជឿក្រោយមកនាងក៏បានដាច់ខ្យល់ស្លាប់ទៅលើគ្រែនៅថ្ងៃបន្ទាប់បរោះនោះក៏បានរៀបចំពិធីបុណ្យសពដ៏ធំមួយសម្រាប់ប្រពន្ធរបស់ខ្លួនបន្ទាប់មកគាត់ក៏ធ្វើពុតជាឈឺចាប់បង្ហាញទៅអ្នកដទៃនៅពេលដែលមនុស្សបានដាក់មឈូសរបស់នារីនោះចូលទៅក្នុងបន្ទប់ក្រោមដីរួចពួកគេមិនបានចាប់អារម្មណ៍តែសោះថាមានឆ្មាខ្មៅមួយក្បាលបានលោតចេញមកឈរនៅលើនោះមួយសន្ទុះក្រោយមកសាកសពនៅក្នុងឈូសក៏មានប្រតិកម្មរីឯពេលនេះបរោះនោះកំពុងតែរវល់ណាត់ជួបជាមួយនារីផ្សេងទៀតលែងមានការរឹតបន្តឹងពីប្រពន្ធទៀតហើយគាត់អាចនាំនារីផ្សេងទៀតចូលផ្ទះដោយចំហពេលចូលទៅដល់ភូមិគ្រឹះអារម្មណ៍ដ៏សែនត្រជាក់ព្រឺឆ្អិនខ្នងមួយក៏បានហក់ឡើងមកភ្លាមរីឯនារីនោះនៅតែមិនដឹងរឿងអ្វីកំពុងតែស្រមៃគិតអំពីជីវិតដ៏ស្រស់បំព្រងនាងមិនបានដឹងសោះថាគ្រោះថ្នាក់ចិត្តនឹងមកដល់ហើយនៅពេលនោះខាងក្រៅមានផ្គរលាន់នៅខ្លាំងនៅលើជញ្ជាំងរូបគំនូររបស់ភរិយាម្ចាស់ផ្ទះបានបញ្ចេញពន្លឺត្រជាក់ភ្លាមនោះម៉ារីក៏មានអារម្មណ៍ព្រឺឆ្អឹងខ្នងនៅពេលនោះអ្នកបម្រើចាស់ប្រចាំផ្ទះបានកាន់ទៀនដើរចេញមកពេលឃើញនារីម្នាក់នោះនៅលើផ្ទៃមុខរបស់អ្នកបម្រើចាស់នោះគឺបង្ហាញនៅភាពមិនពេញចិត្តយ៉ាងច្បាស់យ៉ាងណាមិញភរិយារបស់ចៅហ្វាយទើបតែស្លាប់មិនទាន់បានប្រមាណផងប៉ុន្តែដោយខ្លាចអំណាចរបស់ចៅហ្វាយប្រុសក៏នៅតែប្រាប់ម៉ារីថានឹងរៀបចំបន្ទប់ភ្ញៀវមួយសម្រាប់នាងដែរពេលកំពុងនិយាយគ្នាស្រាប់តែមានសម្លេងធ្ងន់ដោយការឈឺចាប់បន្លឺឡើងពីបន្ទប់ខាងក្នុងម៉ារីភ្លាមនោះក៏ភ័យខ្លាចដល់ថ្នាក់មិនដឹងធ្វើម៉េចពេលឃើញទឹកមុខភ័យស្លន់ស្លោរបស់នាងហើយអ្នកបម្រើចាស់ក៏ពន្យល់ថាអ្នកដែលស្រែកនោះគឺជាប្អូនស្រីរបស់គាត់ព្រោះតែមានបញ្ហាផ្លូវចិត្តខ្លះដូច្នេះហើយប៉ុន្មានឆ្នាំនេះគាត់តែងតែត្រូវបានឃុំឃាំងនៅទីនេះក្រោយពេលឡើងទៅជាន់ខាងលើម៉ារីនិយាយថាហេតុអ្វីអ្នកបម្រើតែងតែសម្លឹងមើលនាងដោយក្រសែភ្នែកត្រជាក់បែបនេះបរោះនោះប្រាប់នាងកុំឲ្យបារម្ភហើយនិយាយថានៅទីនេះគ្មាននរណាម្នាក់អាចធ្វើបាបនាងបានឡើយបន្ទាប់មកក៏បាននាំម៉ារីទៅបន្ទប់ដែលបានរៀបចំរួចពេលឃើញការតុបតែងដ៏ប្រណីតនៅក្នុងបន្ទប់ហើយម៉ារីភ្លាមនោះក៏សប្បាយរីករាយជាខ្លាំងប៉ុន្តែមួយសន្ទុះក្រោយមកនាងក៏គិតអ្វីម្យ៉ាងឡើងតើនេះជាកន្លែងដែលគាត់ធ្លាប់លេងគ្រែនាងប្រាប់បរោះនោះថាផ្ទះនេះតែងតែផ្ដល់អារម្មណ៍ចម្លែកមួយដល់នាងហាក់ដូចជាមាននរណាម្នាក់កំពុងសម្លឹងមើលនាងពីក្នុងលុបអីចឹងបរោះនោះលួងលោមនាងហើយនិយាយថាប្រហែលជាថ្ងៃនេះនាងហត់ពេកហើយពេលយប់សម្រាប់បានល្អមួយយប់ទៅគឺនឹងបានធូរស្បើយហើយនិយាយបណ្ដាក៏ទុកម៉ារីឲ្យនៅម្នាក់ឯងហើយចេញទៅបាត់ទៅក្រោយពីបរោះនោះចេញទៅម៉ារីតែងតែមានអារម្មណ៍មិនស្រណុកក្នុងចិត្តសោះហើយខាងក្រៅផ្ទះចេះតែឮសំឡេងចម្លែកដូច្នេះនាងក៏ដើរទៅជិតបង្អួចទាញវាំងនឹងបើកមើលទៅខាងក្រៅពេលនោះនាងក៏ភ័យស្លន់ស្លោពេលឃើញស្រាប់តែមានស្រីម្នាក់ស្លៀកឈុតស្លេកមុខក្នុងទីធ្លាផ្ទះមិនទាន់បានទាំងនាងគិតផងស្រីនោះក៏ងាកក្រោយភ្លាមពេលនាងមើលឃើញមុខមាត់របស់ស្រីនោះច្បាស់ភ្លាមនោះនាងក៏ភ័យឡើងប្រលឹងចុងសក់ស្រីនោះគឺលោកស្រីម្ចាស់ផ្ទះនៅក្នុងភូមិគ្រឹះដែលទើបតែស្លាប់ទៅនាងចង់មើលឲ្យច្បាស់ម្ដងទៀតប៉ុន្តែរូបរាងមនុស្សមិញក៏បាត់ខ្លួនបាត់ទៅវិញភ្លាមម៉ារីគិតថាថ្ងៃនេះនាងនឿយហត់ពេកទើបបណ្ដាលឲ្យឃើញស្រមោលដូច្នេះក៏មិនបានចាប់អារម្មណ៍ត្រៀមខ្លួនចូលគេងប៉ុន្តែនាងទើបតែដេកលក់ខាងក្រៅក៏ឮសំឡេងក្អាស់ទៀតសំឡេងនោះធ្វើឲ្យម៉ារីព្រឺសម្បុរភ្ញាក់ប៉ុន្តែនាងមិនហ៊ានចេញទៅមើលពេលនេះសំឡេងចម្លែកនោះហាក់ដូចជាមកដល់មាត់ទ្វារហើយមិនទាន់បានទាំងនាងដឹងខ្លួនផងដៃទ្វារក៏ស្រាប់តែរមួលខ្លួនឯងក្រោយពីឮសំឡេងស្រែកហៅឈ្មោះលោកម្ចាស់ផ្ទះសំឡេងចម្លែកនោះក៏បាត់បង់ទៅវិញយ៉ាងចម្លែកថ្ងៃបន្ទាប់ពីម៉ារីភ្ញាក់ពីគេងបរោះនោះបានរៀបចំអាហារពេលព្រឹកយ៉ាងសម្បូរបែបមួយតោសម្រាប់នាងយ៉ាងយកចិត្តទុកដាក់តែពេលនោះនាងបែរជាគ្មានចំណង់អាហារសោះជាក់ស្ដែងយប់មិញនាងភ័យខ្លាចយ៉ាងខ្លាំងបរោះនោះក៏បានកត់សម្គាល់ឃើញភាពខុសប្រក្រតីរបស់ម៉ារីដែរទើបគាត់សួរថានាងកាត់អីយប់មិញអញអត់ទិអីសោះមែនទេមិនបានអីចឹងបន្ទាប់មកម៉ារីបាននិយាយថាយប់មិញមានអ្នកណាម្នាក់ព្យាយាមចូលបន្ទប់របស់នាងតែបរោះនោះមិនជឿអ្វីដែលនាងនិយាយតតែសោះខ្ញុំអត់ដឹងទេតែខ្ញុំឃើញកូនសល់បង្វិលហើយយូសូជាងគេដែរបរោះនោះនិយាយថាបន្ទប់របស់គាត់នៅក្បែរបន្ទប់នាងយប់មិញគាត់អត់ទិសំឡេងអីសោះហើយប្រាប់នាងកុំឲ្យនិយាយផ្ដេសផ្ដាស់ទៀតម៉ារីក៏គិតថាខ្លួនឯងគិតច្រើនពេកដែរតែពេលនាងត្រឡប់ទៅបន្ទប់ដើម្បីសម្រាកបែរជាឃើញលាតក្បាលដ៏គួរឲ្យខ្លាចមួយនៅលើគ្រែទៅវិញនាងភ័យខ្លាចរហូតសន្លប់នៅនឹងកន្លែងពេលម៉ារីភ្ញាក់ឡើងវាជាព្រឹកព្រលឹមនៃថ្ងៃបន្ទាប់ទៅហើយបន្ទាប់ពីក្រោកឡើងនាងក៏លើកភួយឡើងដោយញ័រត្រឹកពេលនោះលាតក្បាលនៅលើគ្រែនោះក៏បានបាត់ខ្លួនយ៉ាងចម្លែកទៀតរំពេចនោះក៏មានយូសូជាងគេដើរពីខាងក្រៅទ្វារតាមរយៈរន្ធសោទ្វារគាត់បានឃើញស្ត្រីម្នាក់ស្លៀកពាក់ស្ដាយឆ្លងកាត់បន្ទាប់មកនាងក៏ប្រាប់ប្តីនៅអ្វីដែលនាងបានឃើញម៉ារីបាននិយាយថាពេលមើលពីស្បែកជើងនិងជីសម្ពុតរបស់ស្ត្រីនោះគឺដូចជាអតីតភរិយារបស់គាត់ដែលទើបតែទទួលមរណភាពប៉ុន្តែបរិះនោះមិនជឿសម្ដីឥតបានការរបស់ម៉ារីនោះទេពីព្រោះកាលនោះគាត់ផ្ទាល់បានរៀបចំពិធីបុណ្យសពអតីតភរិយាគាត់ហើយបានចាត់ចែងឲ្យគេយកកំឈូសដែលតុបតែងរួចទៅដាក់ក្នុងភ្នូក្រោមដី
ប៉ុន្តែម៉ារីបែរជានិយាយថានាងតែងតែមានអារម្មណ៍ថាអតីតភរិយារបស់គាត់កំពុងតែដើរលេងក្នុងបន្ទប់ហាក់ដូចជាគ្រប់អាកប្បកិរិយារបស់នាងត្រូវបានគេតាមដានដើម្បីផ្ទៀងផ្ទាត់ការសន្និដ្ឋានរបស់នាងថ្ងៃបន្ទាប់ពេលប្តីចេញទៅនាងបានលួចបើកបន្ទប់សម្ងាត់នៅក្នុងផ្ទះនាងមិននឹកស្មានថាខាងក្នុងមានអ្វីប្លែកនោះទេហើយផ្លូវរួមក្រោមដីខាងមុខងឹតសន្ធឹកសន្ធាប់មិនយូរប៉ុន្មាននាងក៏បានទៅដល់មុខទ្វារដាច់មួយពេលចូលទៅនាងភ័យស្លន់ស្លោជាខ្លាំងដោយឃើញលាក្បាលដែលដាក់នៅខាងក្នុងគឺដូចគ្នាបេះបិទនឹងលាក្បាលនៅលើគ្រែរបស់នាងមុននឹងនាងដឹងខ្លួនវិញខ្យល់បក់មកទល់មុខស្រាប់តែបានពន្លត់ទៀននៅក្នុងដៃរបស់នាងម៉ារីភ័យខ្លាចរត់ចេញទៅខាងក្រៅយ៉ាងលឿនពេលនោះនាងក៏បានឃើញបង្អួចមួយដែលមានពន្លឺភ្លឺនៅខាងមុខក៏ដើរទៅមើលដោយចង់ដឹងនេះជាបន្ទប់ដែលនាងមិនធ្លាប់ឃើញពីមុនមកចំណែកអ្នកមើលថែផ្ទះហាក់ដូចជាកំពុងបម្រើស្ត្រីម្នាក់ដែលនាងមិនធ្លាប់ឃើញនៅក្នុងបន្ទប់ពេលស្ត្រីនោះចេញទៅនាងឃើញប្តីរបស់នាងកំពុងរងចាំនៅខាងក្រៅជាយូរមកហើយម៉ារីក៏ប្រាប់ប្តីរបស់នាងនៅអ្វីដែលនាងបានឃើញហើយសួរថាអ្នកនាងអាចកំបាំងនោះជានរណាប្តីនាងប្រាប់ថាគឺប្អូនស្រីអ្នកមើលការខុសត្រូវដោយសារតែមានបញ្ហាអារម្មណ៍ទើបត្រូវឃុំខ្លួនឯងនៅក្នុងបន្ទប់នៅពេលនោះម៉ារីមិនមានពេលគិតពីរឿងរំខានទាំងនេះតតែសោះនាងគ្រាន់តែចង់ឲ្យប្តីរបស់នាងនាំនាងទៅរស់នៅកន្លែងផ្សេងកាន់តែឆ្ងាយពីកន្លែងខ្មោចលងនេះកាន់តែល្អប៉ុន្តែបរិះនោះហាក់ដូចជាមានការជាប់ជំពាក់យ៉ាងខ្លាំងជាមួយផ្ទះចាស់នេះហើយបានប្រាប់ម៉ារីកុំឲ្យលើកឡើងពីរឿងនេះទៀតទៅថ្ងៃក្រោយយប់ជ្រៅសំឡេងរន្ទះបាញ់និងគោលាន់នៅខាងក្រៅបានរំខានបរិះនោះមិនឲ្យគេងលក់បូករួមទាំងមានរឿងចម្លែកជាច្រើនបានកើតឡើងនៅក្នុងផ្ទះនាពេលថ្មីនេះក្នុងចិត្តរបស់គាត់ក៏មានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងដែរដូច្នេះពេលដែលគេងមិនលក់គាត់ក៏នឹកឃើញដុតទៀនគ្នាឡើងប៉ុន្តែមិននឹកស្មានថាស្រាប់តែសំឡេងព្យាណូដែលធ្លាប់ស្គាល់មួយរំពេចពីខាងក្រៅគាត់ក៏ដើរតាមទីដែលសំឡេងនោះទៅគឺនៅក្នុងបន្ទប់ទទួលភ្ញៀវជាន់ក្រោមគាត់បានឃើញដោយការភ័យខ្លាចថាអតីតភរិយារបស់គាត់កំពុងអង្គុយលេងព្យាណូលុះពេលគាត់រត់ចុះទៅដល់នៅលើព្យាណូគឺមានតែឆ្មាខ្មៅដែលអតីតភរិយារបស់គាត់ចិញ្ចឹមប៉ុណ្ណោះភ្លាមនោះរន្ទះមួយបានបាញ់ឆ្លងកាត់បំភ្លឺរូបគំនូរអតីតភរិយារបស់គាត់ភ្នែកដែលបញ្ចេញពន្លឺត្រជាក់នោះសម្លឹងមើលគាត់មិនព្រិចបុរសនោះភ័យខ្លាចបាត់បង់ព្រលឹងអស់គាត់ក៏រត់ចេញទៅក្រៅទ្វារស្រែកហៅឈ្មោះអតីតប្រពន្ធគាត់ខ្លាំងតែស្រែកហៅអស់ជាយូរក៏មិនមានការឆ្លើយតបអ្វីបន្តិចសោះក្រោយពីឮសំឡេងទូរស័ព្ទរោទពីជាន់លើមកគាត់ក៏រត់ត្រឡប់ទៅវិញយ៉ាងលឿនបំផុតតែបែរជារកឃើញឈុតស្ដេចគាត់ទើបតែស្លៀកនោះនៅក្នុងបន្ទប់អតីតប្រពន្ធទៅវិញបុរសនោះភ័យបុកពោះយ៉ាងខ្លាំងគាត់ក៏ចាប់ផ្ដើមដើររកអតីតប្រពន្ធគ្រប់ទីកន្លែងលុះពេលចេញទៅក្រៅគាត់ឃើញអតីតប្រពន្ធរបស់គាត់បាត់ខ្លួននៅក្នុងភូមិគ្រឹះនោះបាត់ទៅហើយក្នុងពេលជាមួយគ្នានោះស្រាប់តែយូសំឡេងម៉ារីស្រែកឈឺចាប់ពីក្រោយខ្នងបុរសនោះក៏រត់ទៅភ្លាមម៉ារីហាក់ដូចជាត្រូវបានគេវាយនឹងវត្ថុធ្ងន់សន្លប់បាត់ទៅហើយបុរសនោះក៏នៅពេលនេះជឿការទីរបស់ម៉ារីដែរអតីតប្រពន្ធហាក់ដូចជាលាក់ខ្លួននៅក្នុងភូមិគ្រឹះនេះប៉ុន្តែអ្វីដែលធ្វើឲ្យបុរសនោះឆ្ងល់ខ្លាំងបំផុតនោះគឺកាលនោះថ្នាំចាក់ពោនោះពិតជាបានចាក់បញ្ចូលទៅក្នុងខ្លួនអតីតប្រពន្ធរបស់គាត់រួចទៅហើយឬមួយក៏ជាបញ្ហាថ្នាំដើម្បីបញ្ជាក់ការស្មានរបស់គាត់កាន់ទៀនលឹកចូលមកដល់បន្ទប់ម៉ារីមើលទៅប្រពន្ធដែលកំពុងដេកលក់ស្កប់ស្កល់គាត់ក៏ចង់ប្រើល្បិចចាស់ម្ដងទៀតក្រោយពីគិតគូរមួយសន្ទុះបុរសនោះក៏ដើរចេញទៅយ៉ាងលឿនពេលមកដល់បន្ទប់សម្ងាត់បុរសនោះក៏យកសារ៉ាំងនិងថ្នាំពុលចេញពីប្រអប់រួចដើរទៅជិតក្រែប្រពន្ធរបស់គេមិននិយាយអីមួយម៉ាត់ក៏ចាក់ចូលតែម្ដងតែនឹកស្មានមិនដល់នៅថ្ងៃបន្ទាប់ប្រពន្ធរបស់គេបានភ្ញាក់ពីដំណេកឡើងវិញយ៉ាងអស្ចារ្យដើម្បីសម្លាប់ប្រពន្ធឲ្យបានដាច់ស្រេចលើកនេះគេបានដាក់ថ្នាំពុលមួយប្រភេទទៀតចូលក្នុងទឹកដោះគោបន្ទាប់ពីធ្វើរួចគេក៏ធ្វើពុតជាលើកទៅឲ្យប្រពន្ធរបស់គេផឹកវាទៅវានឹងធ្វើឲ្យអ្នកគេងលក់ឃើញប្តីយកចិត្តទុកដាក់បែបនេះប្រពន្ធក៏មិនបានគិតសង្ស័យអ្វីឡើយបន្ទាប់មកក៏លើកទឹកដោះគោផឹកទៅពេលឃើញប្រពន្ធផឹកអស់ហើយគេទើបអស់ចិត្តចេញទៅធ្វើការតែមិនយូរប៉ុន្មានមិត្តរួមការងារក៏រត់ចូលមកហើយនិយាយប្រាប់បុរសនោះថាពេលនេះប្រពន្ធរបស់គេកំពុងដើរលំហែកាយនៅក្នុងភូមិគ្រឹះភ្លាមនោះបុរសនោះក៏ស្រឡាំងកាំងរកនៅអ្វីមិនឃើញហើយអ្វីបានជាចាក់ថ្នាំពុលប៉ុន្មានដងហើយក៏នៅតែមិនស្លាប់ពេលគាត់ប្រញាប់ត្រឡប់ទៅផ្ទះវិញក៏ឃើញថាប្រពន្ធរបស់គាត់ពិតជាមិននៅផ្ទះមែនតាមពិតទៅពេលនោះម៉ារីបានមកដល់ផ្ទះមិត្តរួមការងាររបស់ប្តីនាងរួចទៅហើយនាងបានប្រាប់ឃ្វីនថានាងមានអារម្មណ៍ថាប្តីរបស់នាងចង់សម្លាប់នាងជានិច្ចហើយថ្មីនេះនាងក៏យកសប្បុរសអាក្រក់ជាច្រើនផងដែរនៅពេលព្រឹកព្រលឹមភ្ញាក់ពីគេងនាងបានឃើញប្តីរបស់នាងកំពុងសម្លឹងមើលនាងពីចំហៀងភ្នែកដ៏គួរឲ្យខ្លាចនោះធ្វើឲ្យនាងព្រឺសម្បូរដូច្នេះទឹកដោះគោដែលប្តីរបស់នាងបានយកមកឲ្យដល់ចិត្តណានាងក៏ធ្វើជាភឹកវិដែរបុរសនោះក៏រុញទ្វារចូលមកភ្លាមដើម្បីកុំឲ្យគេចាប់អារម្មណ៍ពីភាពខុសប្រក្រតីគាត់ក៏ប្រញាប់នាំប្រពន្ធរបស់គាត់ចេញទៅក្រៅប៉ុន្តែកាយវិការប្រយ័ត្នប្រយែងរបស់បុរសនោះនៅតែធ្វើឲ្យឃ្វីនមានការសង្ស័យបន្ទាប់ពីត្រឡប់ទៅផ្ទះវិញម៉ារីក៏រៀបចំអីវ៉ាន់របស់នាងត្រៀមខ្លួនចាក់ចេញពីទីនេះប៉ុន្តែពេលនោះនាងក៏បានដឹងថាទ្វារផ្ទះទាំងអស់ត្រូវបានប្តីរបស់នាងចាក់សោហើយភ្លាមនោះសំឡេងជើងយ៉ាងប្រញាប់ក៏លាន់នៅចុះពីជាន់លើតាមរយៈរន្ធស
ម៉ារីបានឃើញថាប្តីរបស់នាងពិតជាចង់សម្លាប់នាងមែននេះធ្វើឲ្យនាងភ័យខ្លាចរហូតដល់សន្លប់បាត់ស្មារតីតែម្ដងចំណែកឯខាងទៀត Queen បានយកទឹកដោះគោដែលម៉ារីបានផឹកទៅពិនិត្យសាស្ត្រាចារ្យបាននិយាយថាជាតិពុលនៅក្នុងនោះគឺគ្រប់គ្រាន់នឹងសម្លាប់សេះមួយក្បាលបានឃើញដូច្នេះ Queen ក៏ដឹងភ្លាមថាមិនស្រួលក៏ប្រញាប់ទៅផ្ទះម៉ារីបន្ទាប់ពីម៉ារីភ្ញាក់ឡើងនាងក៏ឃើញថាខ្លួនឯងត្រូវបានចាក់សោនៅក្នុងឈូសនាងបានរុញគម្របយ៉ាងខ្លាំងរហូតដល់រុញឈូសធ្លាក់ទៅដីទើបនាងអាចគេចខ្លួនរួចប៉ុន្តែរឿងនេះក៏បានធ្វើឲ្យនាងដួលរបួសពេញខ្លួនខណៈពេលដែលម៉ារីកំពុងចង់រត់គេចខ្លួនអតីតភរិយារបស់ស្វាមីនាងស្រាប់តែលេចមុខមកតាមពិតសារ៉ាតែងតែបារម្ភថាស្វាមីរបស់នាងនឹងត្រូវគេយកទៅបាត់ដូច្នេះហើយទើបនាងតែងតែលួចបំភ័យម៉ារីឃើញដូច្នេះម៉ារីក៏ប្រញាប់រុញបើកទ្វារដែលរត់គេចទៅខាងក្រៅប៉ុន្តែរត់វិលចុះវិលឡើងបែរជារត់ទៅដល់បន្ទប់របស់ស្វាមីនាងទៅវិញអ្វីដែលម៉ារីនឹកស្មានមិនដល់នោះគឺថាស្វាមីនាងបែរជាចាប់ដៃជាមួយអតីតភរិយាព្យាយាមសម្លាប់នាងទៅវិញនៅពេលនោះអាចកំបាំងក៏ត្រូវបានលាតត្រដាងផងដែរតាមពិតអតីតភរិយាមិនបានស្លាប់នោះទេដោយសារតែឥទ្ធិពលនៃថ្នាំទើបឆាប់ចាស់យ៉ាងលឿនដំបូងឡើយបុរសនោះមិនបានដឹងរឿងនេះទេប៉ុន្តែក្រោយមកបន្ទាប់ពីដឹងថាអតីតភរិយារបស់គាត់ពិតជានៅមានជីវិតអ្នកទាំងពីរស្រាប់តែមានចិត្តស្រឡាញ់គ្នាឡើងវិញដូច្នេះដើម្បីស្ដារសម្រស់អតីតភរិយារបស់គាត់ឡើងវិញបុរសនោះសម្រេចចិត្តប្រើឈាមស្រស់របស់ម៉ារីនៅពេលដ៏គ្រោះថ្នាក់ Queen ក៏បានមកដល់ទាន់ពេលដែរពេលឃើញបែបនេះបុរសនោះក៏ស្ទុះទៅរកភ្លាមអ្នកទាំងពីរក៏ប្រវីប្រតប់គ្នាភ្លាមដំបូងឡើយបុរសនោះនៅតែមានព្រៀបជាងប៉ុន្តែដោយសារតែគាត់ចេះឲ្យទុំខ្សោយនៅតែត្រូវ Queen រុញទម្លាក់ចណ្ដោររហូតដល់ស្លាប់នៅចុងបញ្ចប់នៃរឿង Queen បានជួយម៉ារីហើយបានរុញអតីតភរិយារបស់បុរសនោះទម្លាក់ចូលទៅក្នុងភ្លើងទីបំផុតអ្នកទាំងពីរបានរត់គេចខ្លួនចេញពីទីនេះដោយជោគជ័យសុបិនអាក្រក់ទាំងអស់ក៏បានក្លាយជាភេទផងជាមួយផ្ទះនេះ